តាកាកាហ្វេសូមជម្រាបសួរបងប្អូនបាទមកទៀតហើយថ្ងៃនេះបាទនៅតាកាកាហ្វេមានបាទគឺបាទដំឡូងស្វាយបងប្អូនអញ្ចឹងដំឡូងស្វាយបាទដូងក្រអូបទៅដល់គូស្រស់បងប្អូនអាចបាទមកកំងនៅតាកាកាហ្វេបានបងប្អូនអញ្ចឹងថ្ងៃនេះបាទខ្ញុំបង្ហាញបងប្អូនអំពីការធ្វើបាទទៅដល់គូស្រស់ដំឡូងស្វាយជាមួយនឹងដូងក្រអូបបងប្អូនអាចកំងថែមគ្រីមក៏បានបាទមិនដាក់គ្រីមក៏បានបងប្អូនអញ្ចឹងសម្រាប់កាហ្វេក៏ដូចគ្នាដែរបាទកាហ្វេដូងក្រអូបបាទគឺជាកាហ្វេដែលបាទរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងនៅតាកាកាហ្វេបងប្អូនបាទចង់បង្ហាញបងប្អូនអំពីបាទរសជាតិនិងបាទផលិតផលនៅតាកាកាហ្វេខិតខំសម្រាំងយកតែពីធម្មជាតិអញ្ចឹងណាបងប្អូនសម្រាប់បាទដំឡូងស្វាយនេះក៏ធ្វើអំពីធម្មជាតិបាទអត់ធ្វើពីម្សៅទេហើយដូងក្រអូបក៏ជាទឹកដូងក្រអូបធម្មជាតិពិតៗកាហ្វេក៏ដូចគ្នាដែរបងប្អូនអញ្ចឹងនៅតាកាកាហ្វេខិតខំប្រឹងប្រែងបាទបង្ហាញពីផលិតផលដើម្បីបងប្អូនបាទចាប់អារម្មណ៍នឹងអាចមកបាទទទួលនៅការទទួលទានបាទនៅភេសជ្ជៈនៅតាកាកាហ្វេដែលសិតតែជាផលិតផលពីធម្មជាតិអញ្ចឹងបងប្អូនដើម្បីឲ្យបងប្អូនមានសុខភាពល្អញ៉ាំទៅមិនប៉ះពាល់ដល់សុខភាពយើងដឹងបាទយើងបានដឹងហើយថាបាទផលិតផលដែលពាក់ព័ន្ធទៅនឹងចំណីអាហារបងប្អូនតើតែញ៉ាំឲ្យគិតពីបាទផលិតផលនឹងដែរបងប្អូនអញ្ចឹងបើញ៉ាំទៅបាទប៉ះពាល់សុខភាពអញ្ចឹងក៏បងប្អូនមិនត្រូវទទួលទានដែរអញ្ចឹងសម្រាប់ផលិតផលនៅតាកាកាហ្វេគឺសុទ្ធសឹងតែពីធម្មជាតិពិតៗតែម្ដងបាទអញ្ចឹងមានភេសជ្ជៈដទៃជាច្រើនមកបងប្អូនអាចញ៉ាំប្រភេទក្លុកប៊ឺក្លុកផ្លែឈើក្លុកបាទហើយតែដំឡូងបាទកាហ្វេជាពិសេសគឺកាហ្វេតែម្ដងបងប្អូនអញ្ចឹងនៅតាកាកាហ្វេបាទមានកិនកាហ្វេគ្រាប់ដើម្បីបងប្អូនអាចទទួលទានតាមចំណូលចិត្តបាទសម្រាប់ខ្ញុំគឺបាទកាហ្វេដូងក្អូបនេះគឺរសជាតិពិតបងប្អូនអញ្ចឹងចង់មកបង្ហាញបងប្អូននៅបាទតាកាកាហ្វេបាទគឺមានបាទដំឡូងស្វាយដែរបងប្អូនអញ្ចឹងដំឡូងស្វាយនេះគឺបាទបានសម្រាំងធ្វើពីធម្មជាតិពិតតែម្ដងបងប្អូនអាចញ៉ាំជាមួយនឹងទឹកដោះគោស្រស់ឬក៏បងប្អូនដាក់ជាមួយនឹងតែដំឡូងស្វាយឬក៏បងប្អូនចង់ញ៉ាំជាមួយនឹងបាទដំឡូងស្វាយទឹកដោះគោស្រស់ដូងក្អូបឬក៏គ្រីមតាមចំណូលចិត្តដែលបងប្អូនអាចមកកំងបានអរគុណបាទជម្រាបលាបាយបាយ